ទីបំផុត surprise ខួបកំណើតប្តីបានសម្រេចហើយប្តីខ្ញុំគាត់ឡើងភ្ញាក់ផ្អើលហ្មងសំបីតែខោក៏គាត់អត់ទាន់បានដូរដែរខោហ្នឹងខោគេងជប់ស្លៀកនៅផ្ទះហើយទៅពេលមិត្តភក្តិគាត់មកច្រៀងខួបកំណើតហើយអស់អីអញ្ចឹងទៅបានគាត់រត់ទៅផ្លាស់ខោម្ចាស់ខួបមិនសូវជាហ្មងទេគាត់ញឹមអីអញ្ចឹងណាប៉ុន្តែអ្នកមក surprise ខួបឯនឹងអ្នករៀបចំខួបកំណើតឲ្យនេះសប្បាយជាងម្ចាស់ខួបទៀតសំខាន់ម្ចាស់ខួបកំណើតហ្នឹងចង់ surprise ភ្ញៀវទៀតណាព្រោះអីចុងសប្តាហ៍ហ្នឹងប្តីខ្ញុំគាត់ថាចង់ទៅលេងភ្នំតកោហើយខ្ញុំប្រាប់គាត់ថាអូអត់ទេចុងសប្តាហ៍ហ្នឹងទៅណាក៏ខ្ញុំអត់ចង់ទៅដែរតាំងក៏ពិតចង់ទៅដើរលេងដែរប៉ុន្តែនេះចង់ surprise ខួបកំណើតប្តីថ្ងៃហ្នឹងខ្ញុំមកត្រៀមស៊ុបគោខ្ញុំត្រៀមធម្មតាព្រោះអីចង់ញ៉ាំជាមួយនឹងកាទៀវហើយនេះវិញខ្ញុំលាយម្សៅដុំគ្រូខ្ញុំចិត្តទៅលាយហើយទៅខ្ញុំលួចលាយខ្ញុំខ្លាចប្តីខ្ញុំតន់ព្រោះអីចង់ surprise ប្តីហើយខាងនេះវិញជំនួយការចាក់នំគ្រូហើយខាងនេះវិញជំនួយការរៀបចំកាទៀវគាត់មកគាត់យករបស់ញ៉ាំមកច្រើនណាគាត់យកសាច់ជ្រាំមកអញ្ចឹងយកសាច់នឹងមកឆាអញ្ចឹងណាឆាភ្លាមនៅហ្នឹងហ្មងហើយនេះស៊ុបគោខ្ញុំដាក់ឡើងមួយឆ្នាំងធំហ្នឹងហ្មងចង់ញ៉ាំម្នាក់2ចានទេក៏អត់អស់ដែរហើយអ៊ីនេះអ៊ីចង់ភៅហ្នឹងគឺថាប៉កែមែនតើឲ្យទៅថាមកផ្ទះខ្ញុំម្ដងរបស់ញ៉ាំយកមកសពគ្រប់បែបយ៉ាងហ្មងអាកាទៀវហ្នឹងក៏គាត់យកអាគ្រឿងសមុទ្រហ្នឹងក៏គាត់យកមកដែរហើយឥឡូវហ្នឹងពងទៅរៀបចំដាក់ចានអញ្ចឹងណាដាក់ម្នាក់មួយចានអញ្ចឹងទៅគាត់និយាយរួមទៅយកមកគ្រប់មុខទាំងអស់ខ្ញុំក៏ត្រៀមស៊ុបគោឲ្យក្រៅពីហ្នឹងសឿរបស់គាត់យកមកទាំងអស់ហ្មងហើយខាងនេះវិញយកតាំងពីចក្រានហ្គាហើយនឹងពុំចាក់នំគ្រូខ្ចប់មកពីផ្ទះអស់ហើយខ្វះខ្ញុំចេញទាំងហ្គាហើយគាត់យកចាក់ខ្វៃមកទៀតហើយចាក់ខ្វៃហ្នឹងឆ្ងាញ់ណាស់គាត់យកសបកភីសាយកមកធ្វើសម្រាប់ពីវិធីធ្វើចាក់ខ្វៃរបស់គាត់ហ្នឹងចាំខ្ញុំធ្វើវីដេអូមួយទៀតតែដោយសារតែវីដេអូនេះរៀងវែងចឹងដាក់តែប៉ុណ្្នឹងសិនបានហើយចាក់ខ្វៃហ្នឹងឥឡូវបងប្រវាយអារម្មណ៍មកមើលកាទៀវនេះវិញកាទៀវហ្នឹងដំបូងឡើយចង់ធ្វើកាទៀវភ្នំពេញប៉ុន្តែដោយសារតែខ្ញុំធ្វើស៊ុបគោហើយបងក៏ប្រាប់ថាកាទៀវភ្នំពេញនេះគេស្ងោរជាមួយនឹងឆ្អឹងជ្រូកហើយខ្ញុំដាក់ឆ្អឹងគោហើយមានណាឥឡូវនឹងខ្លាចទៅជាកាទៀវអីគេវិញទេនេះកាទៀវឆ្អឹងគោឆ្អឹងអីក៏ឆ្អឹងតាសំខាន់ឲ្យតែបានកាទៀវញ៉ាំតែពិតជ្រុលធ្វើហើយអញ្ចឹងទៅចេះនិយាយលួងចិត្តខ្លួនឯងអញ្ចឹងណាហើយបើនិយាយពីអាកាសធាតុនៅបារាំងនេះវិញទៅជាក់មែនតែនហ្មងបើបានស៊ុបគោកាទៀវចេះទៀតអូនិយាយពីថាឆ្ងាញ់ក្តៅពោះស្រួលណាអញ្ចឹងកាទៀវហ្នឹងទុកម្ដុំសិនទៅឥឡូវហ្នឹងខ្ញុំមកជួយចាក់នំគ្រូគាត់ម្ដងដូរគ្នាចាក់ម្ដងអញ្ចឹងណាហើយនិយាយពីថានំគ្រូហ្នឹងខ្ញុំលាយឡើងមកកធុនធំហ្មងគ្រូហ្នឹងទៅប្រហែលជាចូលខ្ទង់100ដែរហ្នឹងព្រោះអីខ្ញុំចាក់ហ្នឹងគឺច្រើនមែនតែនហើយនាំគ្នាញ៉ាំម្ដងមួយអញ្ចឹងណាមេឃត្រជាក់ផងហើយអញ្ចឹងទៅរៀងហេវហើយនំគ្រូហ្នឹងបានណាក្តៅចាក់ភ្លាមអញ្ចឹងឆ្ងាញ់ទៀតក្តៅអញ្ចឹងក្រោយពីបានញ៉ាំកាទៀវហើយនឹងនំគ្រូចាក់ខ្វៃទៀតអញ្ចឹងទៅឥឡូវនេះគឺថាដល់វគ្គភ្លុំទៀនហើយក៏ត្រូវដល់វគ្គកាត់នំទៀតដែរអញ្ចឹងណាគឺថាឆ្នាំហ្នឹងអ៊ូអមែនតើហ្មងមានក្មេងៗអមសងខាងម្ចាស់ខួបកំណើតណាកូនតែមួយឯងប៉ុន្តែឡើងដល់តែ3នេះឥឡូវហ្នឹងនិយាយថាមានក្មេងៗជុំគ្នាចឹងនិយាយថាអ៊ូអមែនតើហ្មងនិយាយពីម្ចាស់ខួបក៏អត់សូវម៉ានទេញឹមតែម្នាក់អាវក្រហមកាន់លេខ38ហ្នឹងដូចថាងផងសបាយជាងម្ចាស់ខួបទៀតណាកំណើតប្តីកូនបើឆ្នាំនេះគឺថាមិនឲ្យខកបំណងទេប៉ុន្តែខាងនេះវិញក៏មិនណយដែរប្រពន្ធកូនបើដែរថើបក្មេងៗហ្នឹងមិនក៏មិនថើបម្នាក់អាវក្រហមហ្នឹងផងមិនចេះពូនេះហើយបើនិយាយពីរឿងថើបហ្នឹងវិញប្តីខ្ញុំមិនសូវជាអាម៉ានទេតែខ្ញុំទេរាល់ថ្ងៃចូលចិត្តងោះប្តីណាមួយថ្ងៃចេញចូលថើបប្តីរហូតហ្នឹងហើយប្តីខ្ញុំឡើងអៀនខ្ញុំប្រាប់បងហាន់ចេះបងអាកន្លែងពេលភ្លុំទៀនហ្នឹងបងឯងប្រាប់ថាឲ្យប្តីខ្ញុំថើបមាត់ខ្ញុំមួយនិយាយរួមទៅម្នាក់អាវក្រហមហ្នឹងក៏មិនណយម៉ានដែរឥឡូវនេះដល់វគ្គកាត់នំម្ដងនំហ្នឹងក៏ឆ្ងាញ់ដែរនំរបៀបលក្ខណៈនំពងទាហើយមានម្សៅស៊ុបកាឡារួយពីលើអញ្ចឹងហើយនំខួបកំណើតហ្នឹងឧបត្ថម្ភដោយបងស្រីមួយកាន់ទូរស័ព្ទហ្នឹងហើយនំលើទឹកហ្នឹងក៏គាត់យកមកដែរហើយថាចាស់ទៅជុំគ្នាសើចសប្បាយអញ្ចឹងណាក្មេងៗនេះហិតតែសប្បាយទៀតឲ្យបានជុំគ្នាលេងជាមួយគ្នាកូនខ្ញុំរាល់ថ្ងៃហ្នឹងសួរតែមិត្តភក្តិគេទេអញ្ចឹងចង់ទៅឲ្យកូនជួបជុំគ្នាចង់ណាត់គ្នាជួបគ្នាឲ្យញឹកបន្តិចអញ្ចឹងណាប៉ុន្តែអត់មានពេលទេម្នាក់រវល់ធ្វើការរៀងខ្លួនដែរអញ្ចឹងយូរបានជុំគ្នាម្ដងខាងនេះវិញគឺចែគេឲ្យទៅមកម្ដងក្មេងៗនាំគ្នារុំចែគេជុកហ្មងឥឡូវហ្នឹងនាំគ្នាមកលេងចសេអសលើក្តារដេកសូបហ្នឹងហើយកូនខ្ញុំឈោមមើលឥឡូវហ្នឹងដល់វគ្គក្តៅកគុកអើយគេងយគេចង់ទៅសេអសលើនឹងដែរឥឡូវទៅដើមគ្នាតែមិនជាថ្មីទេក្មេងៗលេងជាមួយគ្នាតែតែមានការងក់ងយជាមួយគ្នាសំខាន់គឺមានអ្នកជួយសម្របសម្រួលឲ្យនាំគ្នាមកកាត់នំមួយទៀតកាត់នំបង្ហើយនំហ្នឹងគេញ៉ាំតែខែមួយឯងហើយខួបកំណើតប្តីខ្ញុំនៅក្នុងខែមួយហ្នឹងតែពីហ្នឹងទៀតណានំហ្នឹងគេប្រកបរូបថ្មនៅក្នុងហ្នឹងតុក្កតាថ្មទូចមួយឯងឥឡូវកំពុងតែកាត់ចែកគ្នាចង់ដឹងថាអ្នកណាគេប៉ះចាំរូបហ្នឹងអញ្ចឹងឥឡូវហ្នឹងហៅម្ចាស់ឃើញហើយគឺនៅនេះចេះរបស់អូននៅនេះហ่ะហើយនំហ្នឹងគេមានភ្ជាប់ជាមួយនឹងមកុដក្រដាសហ្នឹងមកហ្មង